នៅក្នុងភូមិម៉ូទូចក្បែរមាត់បឹងមានផ្ទះចាស់មួយធ្វើពីឈើពុកនឿងនិងម៉ែសុករស់នៅតស៊ូចិញ្ចឹមកូន5ដល់ញឹងឈាមខ្លួនពុកនឿងក្រោកតាំងពីភ្លឺមិនតន់រះកាន់នឹងគល់ចូលស្រែទាំងភ្លៀងរងាថ្ងៃក្តៅថ្ងៃត្រជាក់មិនហ៊ានសម្រាកសុំត្រឹមឲ្យកូនបានរៀនខ្ពង់ខ្ពស់ម៉ែសុខជាម្ដាយពោពេញក្តីមេត្តាមើលថែកូនគ្រប់គ្នាស្មើដៃស្មើចិត្តពេលកូនឈឺគាត់ជាគ្រូពេទ្យពេលកូនឃ្លានគាត់ជាចុងភៅដ៏កក់ក្ដៅបងឈៀបកូនច្បងធ្លាប់បួសរៀនវត្តធំដឹងក្តីក៏ចេញទៅស្រុកថៃដើម្បីរកប្រាក់ផ្ញើមកផ្ទះតែយូរឆ្នាំមិនដែលបានជួបជុំគ្រួសាររាល់យប់ម៉ែសុកអង្គុយមើលផ្លូវសង្ឃឹមឃើញកូនវិលចូលផ្ទះពុកនឿងឈរជួបបារីមាត់ទ្វារលាងទឹកភ្នែកក្រោមពន្លឺចាបងអាយជាកូនដែលចេញទទួលខុសត្រូវមើលថែប្អូនទាំងប្រុសទាំងស្រីជួយការងារផ្ទះគ្មានថ្ងៃត្អូញត្អែរហូតប្អូនធំដឹងពុកម្ដាយពុលាយណាអង្គកូនដែលគ្រួសារស្រឡាញ់ខ្លាំងពុកម្ដាយហាថ្ងៃភ្លៀងមិនការសិក្សារហូតបានរៀនចប់មហាសិក្សារហូតការស្ដែងសារហូតបានរៀនចប់មហាវិទ្យាល័យខ្លាចជាក្តីសង្ឃឹមនៃអ្នកមានគុណចាន់នួនកូនពៅមានចិត្តនិងសុភាពរូបកាយស្អាតបាតពីសម្ដីទន់ភ្លន់នៅក្បែរមើលថែពុកនិងម៉ែជួយគ្រប់ការងារមិនដែលរអ៊ូសក់ពុកនឿងកាន់តែសដៃម៉ែសុកកាន់តែនៅចាំផ្លូវតែចិត្តអ្នកទាំងពីរនៅតែរងាចអីលើស្ងាត់ឮតែសំឡេងខ្យល់មកឆ្នាំហើយដឿងកាន់តែសដៃម៉ែសុកកាន់តែញ័រទន់ខ្សោយតែចិត្តអ្នកពីរនៅតែរងចាំថ្ងៃកូនវិលមកជួបជុំគ្រួសារឪពុកម្ដាយជាម្លប់នៃកូនទោះលំបាកក៏មិនដែលបោះបង់ពេលគាត់នៅកុំចាំថ្ងៃបាត់បង់ទើបសោកស្ដាយ